មានរឿងអីអូលីដាចៅមានរឿងអីបានជារត់មកអញ្ចឹងគឺឆ្កែដេញខាំខ្ញុំណាលោកតាហ៎ឆ្កែខាំអូយមើលឲ្យបងមើលយីមើលអូនឯងអង្គុយសិនបាត់ហត់ហើយអូលីដាមិនજાયណាហ៎អូយបងនេះស្នាងណាស់តែខ្ញុំរត់លឿនចឹងទេមិនដឹងជាយ៉ាងណាហើយបងស្អប់ណាស់ឆ្កែប្រភេទហ្នឹងនេះដេញខំមិនឯងទេបើដេញខំបងអាឆ្កែហ្នឹងពិតជាសើធំហីបងចង់ជួបណាឆ្កែប្រភេទហ្នឹងបងទីតាពិតជាក្លាហានមែនតាហើយនេះបើខ្ញុំត្រូវឆ្កែខាំតើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅពេលដែលមានឆ្កែខាំជំហានដំបូងគឺត្រូវលាងមុខរបួសនិងសាប៊ូហើយបន្ទាប់មកប្រញាប់ទៅមន្ទីរពេទ្យឲ្យគ្រូពេទ្យពិនិត្យមើលណាចៅហើយចាប់បាច់ទៅពេទ្យធ្វើអីលោកតាខ្ញុំឃើញខាំកែពីវិនិច្ឆ័យទៅហើយមិនឃើញទឹកស្អីផងហ្នឹងណែចៅមិនទៅប្រហែលដូចនេះទេព្រោះថាឆ្កែខ្លះមានមេរោគឈួតហើយបើវាខាំយើងនោះយើងនឹងមានគ្រោះថ្នាក់ធំណាស់មែនណាលោកតាខ្ញុំធ្លាប់ឮចាស់គាត់និយាយថាយើងអាចស្លាប់បានទៀតផងបើសិនបើឆ្កែឈួតខាំនោះយីដល់ម្លងផងអញ្ចឹងហើយបានជាយើងត្រូវទៅមន្ទីរពេទ្យបន្ទាប់មកទៀតជួបម្ចាស់ឆ្កែសួរពីប្រវត្តិឆ្កែនោះនិងមើលពីអាការៈរបស់វាផងហើយយើងបើយ៉ាងម៉េចដឹងទៅលោកតាយើងអាចសង្កេតឃើញថាវាមានអាការៈចម្លែកដូចជាព្រួយស្រងោតស្ងាត់អបសុកនៅមិនស្ងៀមបែកពពុះមាត់មិនស៊ីផឹកហើយវាខំមនុស្សផ្ដេសផ្ដាស់ទៀតផងណាចៅអូហើយបើវាមានអាការៈដូចនេះបើវាខំយើងគឺយើងត្រូវស្លាប់មែនទេលោកតាមិនអីទេចៅបើយើងទៅមន្ទីរពេទ្យទាន់ពេលវេលានោះហើយបើមេរោគនេះចូលទៅក្នុងខ្លួនយើងជាមធ្យម40ថ្ងៃទើបចេញជារោគសញ្ញាជួនកាលអាចប្រែប្រួលពី15ថ្ងៃទៅ2ឆ្នាំក៏មានដែរអូអាមេរោគនេះសាហាវផងណលោកតាហើយចូលមនុស្សដែលឆ្លងមេរោគនេះមានអាការៈយ៉ាងម៉េចទៅលោកតាមនុស្សដែលឆ្លងមេរោគនេះមានអាការៈដូចជាព្រួយបារម្ភស្រងេះស្រងោចស្រមៃឃើញវត្ថុចម្លែកខ្លាចប្រកាច់ឆាប់ច្រឡោតស្រេកទឹកខ្លាំងតែផឹកមិនបានដោយសារបំពង់កកត្រាក់ពេលឃើញទឹកហូរទឹកមាត់ច្រើនក្តៅខ្លួនពី40ទៅ41អង្សាបែកញើសខ្លាំងជួនកាលទន់ជើងទន់ខ្លួនហើយបាត់ចលនាបេះដូងទៀតផងអញ្ចឹងហើយបានជាមានមនុស្សបាត់បង់ជីវិតដោយសារឆ្កែខាំព្រោះតែមិនបានចាក់ថ្នាំការពារហើយខ្ញុំមកដូចជាខ្លាចជំងឺខ្លាំងណាស់នេះហើយបងទីតាទំនេរទេហ្នឹងមានអីបងទំនេរតាហើយអូលីដាចង់នាំបងដល់លេងហ៎អត់ទេខ្ញុំចង់ទៅផ្ទះវិញហើយបងទីតាជួយខ្ញុំទៅផងព្រោះបើជួបឆ្កែពីព្រឹកមិញហ្នឹងទៀតណាបងអាចជួយការពារខ្ញុំបានជូនណាហេតុអីលីដាមិនឲ្យលោកតាជូនទៅផងព្រោះខ្ញុំឃើញបងទំនេរហ្នឹងណាហើយក្រែមុននេះបងចង់រកមុខវាលោកតានេះលោកតាចង់ទៅជាមួយពុកខ្ញុំហ៎ហើយបងទីតាទៅរំខានលោកតាធ្វើអីហ្នឹងមិនមែនទេបងចង់ឲ្យលោកតាទៅមើលឆ្កែនឹងមើលតើមានអាការៈអីចម្លែកទេព្រោះលោកតាគាត់ចេះមើលបងអត់ចេះមើលទេតាទៅក៏បានដែរតោះយើងទៅឈប់សិនបើលោកតាព្រមទៅចាំធ្វើតាមខ្ញុំលីដាអូនឯងក្រោកសិនមកអូនឯងត្រូវដើរខាងមុខតើមានសុវត្ថិភាពហើយខ្ញុំត្រូវដើរនៅកណ្ដាលហើយលោកតាត្រូវដើរពីក្រោយស្រួលពិនិត្យមើលអាការៈឆ្កែហើយមិនក៏បងទីតាឲ្យលោកតាទៅនៅក្រោយខេបងទីតាជាអ្នកការពារមិនក៏នៅក្រោយបងជាអ្នកការពារបានជាបងនៅកណ្ដាលលីដាក៏ទៅមើលបើឆ្កែមកពីមុខមកខំមិនឯងបងក៏លោតទៅជួយតន់បើឆ្កែរកខំលោកតាខាងក្រោយបងអាចលោតវឹងជួយលោកតាតន់ភ្លាមបងនៅកណ្ដាលទៅល្អមកជឿទៅកុំនិយាយច្រើនចឹងក៏បានតោះយើងទៅ តោះលោកតាជឿជឿ